ព្រោះចាប់ជ្រួចនេះតបផ្សាយ1000មើលចិត្តមកដល់ធំម្ដងម្ដងទីក្រុមមួយនេះនៅមានអ្នកមានស្នាដៃ100គ្រួសារមកសម្រាប់ហើយនេះជាពេលស្អីហើយបងនៅមានពេលវេចថ្ងៃទៀតយាយអ៊ីងតបផ្សាយចិត្តមកដល់ឥឡូវហើយបងឆាប់ទៅជាមួយអូនប្រពន្ធសម្លាញ់ពួកគេមកប្រហែលបងសម្រាប់ប៉ុណ្ណឹងដៃពេលទៅជាមួយគេនឹងមែនទេទោះបងខាងប៉ុណ្ណាក្រុងនេះមានតបរហូតដល់រាប់ម៉ឺននាក់បងមានតែច្រកស្លាប់ទេយាយអ៊ីងបន្តិចទៀតអ្នកមានកំពូលឆ្វេងដៃរាប់ពាន់អ្នកជុំគ្នាចាំមើលអ្នកណាហ៊ានការពារឯងអ្នកសំទាននេះយើងការពារអ្នកសំទាននេះយើងការពារយាយអ៊ីងគេចេះណាមិនស្គាល់ទេមិនស្គាល់ទេចុះគេមិនក៏មើលតែមានក្បាច់កុនកំពូលមកការពារបងយ៉ាងម៉េចប្រចាំមែនទេកុំនិយាយផ្ដេសផ្ដាស់ខ្ញុំគ្មានទេមនុស្សស្រីមកពីណាមិនមើលច្បាស់ទេចង់ការពារយាយអ៊ីងយើងមើលតែនាងលែងចង់រស់ហើយមើលទៅយើងចង់ធ្វើសត្រូវជាមួយអ្នកវិជ័យគុណពួកយើងលទ្ធផលពីបានតែហើយស្រីស្រស់ខ្ញុំមើលតែមុខនាងស្អាតគ្រាន់បើស្លាប់នៅទីនេះគួរស្ដាយណាអន្តកត់ឆ្អឹងតាមទេនាងជាគ្រូសាលាវនៅសង្ជីងមិនខុសទេអ្នកនាងរបស់ខ្ញុំគឺជាអ្នកនាងម្ចាស់លាវនៅសង្ជីងលាវភិក្សៀគ្រូសាលាវជាក្បាច់ដៅលេខ1នៅប្រទេសឡុងម្ចាស់គ្រូសាលីឈិងសានតែអាចជាម្ចាស់ប្រទេសដូចគ្នាសម្រាប់អ្នកក្បាច់គុណបើធៀបជាមួយគ្រូសាលាវនៅសង្ជីងសំណាក់គុណនេះអូចូលគ្នាមួយចង្អៃមិនគ្រប់គ្រាន់ទេពេលនេះមានអ្នកណាមិនសុខចិត្តទៀតការពិតអ្នកនាងលាវទេខ្ញុំខ្វះការគួរសមហើយសុំទោសផងអ្នកនាងលាវមកហើយពួកយើងត្រូវចាត់ការយាយអ៊ីងម្នាក់នេះថ្ងៃនេះពួកយើងត្រូវយកជីវិតរបស់គេឲ្យបានជីវិតវានឹងស្អីអស្ចារ្យណាស់ទៅហើយថ្ងៃនេះយកមុខអ្នកនាងលាវលើកលែងជីវិតអាចមកនេះចុះអ្នកសំទានយើងបានជួយជីវិតឯងនិយាយមកគួរអរគុណយើងយ៉ាងម៉េចនាងហ្នឹងជួយខ្ញុំនាងច្រឡំទេដឹងនាងជួយមិនមែនខ្ញុំទេជួយនោះគឺពួកគេទៅវិញទេគ្រាន់បានណាឯងប៉ុន្តែឯងសំឡាងហើយបានខ្ញុំចាប់ចិត្តនោះយើងទុកឱកាសឲ្យឯងធ្វើជាមនុស្សប្រុសយើងគិតថាចិត្តឯងក៏ប្រហែលជារីករាយហើយយាយអ៊ីងចង់ធ្វើមនុស្សស្រីរបស់ខ្ញុំហ៎នាងមិនទាន់មានសិទ្ធិនៅឡើយទេចង់ធ្វើជាមនុស្សស្រីរបស់ខ្ញុំនាងមិនទាន់មានសិទ្ធិនៅឡើយទេថាម៉េចឯងហ៊ានបដិសេធយើងបងស្រីបងយឺតពេលហើយពេលនេះនៅមុខបងគឺជាស្រីស្អាតជាងគេនៅក្នុងក្រុងនេះជាអគ្គនាយកមានលុយរាប់លានជាម៉ាក់របស់ម៉ឹងហើយស្រស់ស្អាតជាងគេពីដើមមកមិនដែលមានអ្នកប្រុសណាបដិសេធយើងទេឯងគួរតែឆ្លាតទៅធ្វើជាមនុស្សប្រុសរបស់យើងណាបើមិនអញ្ចឹងលទ្ធផលមិនរួចខ្លួននោះទេបានអ្នកនាងខ្ញុំមើលឃើញឯងទុកថាសំឡាងហើយឯងក៏មិនខំបំណងល្អរបស់គេឯងប៉ះប៉ះមនុស្សទូទាំងក្រុងនេះក្រៅពីអ្នកនាងរបស់ខ្ញុំអ្នកណាអាចជួយឯងបានទៅនៅតំបន់ក្បាច់គុណនេះគឺខ្ញុំមិនដែលទុកនៅក្នុងភ្នែកនោះទេយីអ៊ីងយើងឲ្យឱកាសម្ដងទៀតទៅឯងណាបើមិនព្រមទេគឺស្លាប់យីអ៊ីងអ្នកនាងគ្រូសាលីវនិយាយមិនខុសទេអ្នកនាងលីវពេញចិត្តឯងគឺជាសំឡាងណាស់ហើយឯងបញ្ញាប់ចូលក្នុងគ្រូសាលីវមិនអញ្ចឹងទេយើងនឹងឯងគ្មានអ្នកណារស់បាត់សុខទេយីអ៊ីងឆាប់យកព្រមទៅគ្រូសាឈិញយើងមិនបន្ទោសឯងនោះទេណាអូនយល់យ៉ាងម៉េចដែរយីអ៊ីងពួកយើងលែងលះទៅប៉ាខ្ញុំនិយាយមិនខុសទេបងក្រៅពីលើភិសៀកចូលទៅគ្រូសាសៀកចំពោះបងចំពោះគ្រូសាឈិញពួកយើងសុខតែជារឿងល្អយីអ៊ីងប្រពន្ធឯងក៏ព្រមលែងលះដែរតែឯងចាំស្អីទៀតសុំទោសផងណាខ្ញុំយល់ព្រមទេយីអ៊ីងឯងចង់ស្អប់មែនទេយីអ៊ីងបាត់ច្រករកក្រោយបាច់បន្សាំស្ដាវបាច់បន្សាំដើមមានតែគ្រូសាលីវទេដែលចេះមិនក៏គេអាចចេះបានតាកាចាស់ខ្ញុំមានមើលខុសដែរទេនឹងឯងមិនត្រឹមតែចេះក្បាច់ដើមទេកម្លាំងរបស់ឯងមិនក៏លើអ្នកនាងលីវទៀតនោះឯងខ្លាំងធំណាស់ហ៊ានលួចក្បាច់កូនដៅរបស់គ្រូសាលីវយើងបើខ្ញុំមិនច្រឡំទេគួរតែខ្ញុំទេបើរៀនគ្រូសាលីវនេះធំក្បាច់ដៅនេះគឺតាខ្ញុំជាអ្នកទុកឲ្យឯងដឹងថាតាខ្ញុំជាមនុស្សយ៉ាងម៉េចទេមិនមែនអ្នកសុំទៀតដូចជាឯងអាចប៉ះពាល់បាននោះទេតារបស់នាងហ៎អូនាងនិយាយគឺតារបស់នាងដែលយំសស្រាក់នោះឲ្យយើងជួយម្ដាយរបស់គេនោះមែនទេអញថាម៉េចនេះជាកុចដែលលោកតាយើងបន្សល់ឲ្យជាគេមរតកតែមួយកុចដែលលោកតាយើងឲ្យមកយើងបើយើងសង្កត់កុចមួយនេះលទ្ធផលចុងក្រោយយ៉ាងម៉េចហើយថ្មណាទៀតទៅឆាប់ចុចទៅយើងខានជួបមុខកញ្ចាស់នោះយូរណាស់មកហើយគឺមិនដឹងថាគេនឹងរឹងក្បាលដូចនេះជីងសៅមិនត្រឹមតែជាតារបស់អ្នកនាងលីវតែប៉ុណ្្នឹងទេតែគាត់ជាម្ចាស់គ្រួសារលីវទូទាំងក្រុងនេះអ្នកណាឃើញហើយក៏ញញឹកនឹងគាត់ដែរអ៊ីងឯងចង់ឲ្យយើងស្លាប់តាមមែនទេលោកម្ចាស់លីវយើងមិនអាចប៉ះពាល់បានទេយីអ៊ីងបងរៀបការជាមួយគេទៅចំពោះអូនគឺមិនអីទេ臭鸡蛋我现在再给你最后一次机会យើងទុកឱកាសឲ្យឯងជាលើកចុងក្រោយបើសិនជាឯងព្រមលុបជង្គង់សុំយើងធ្វើជាសង្សារយើងលើកលែងជីវិតឲ្យឯងមិនសង្កត់អុចមួយនេះទេបបាញ់បែបនេះពិតជារំខានបើនាងមិនច្បាច់ខ្ជប់ច្បាច់អូ
អាអ្នកសុំទានម្នាក់នេះគិតថាខ្លួនឯងមានជីវិតរស់បានយូរហើយមើលទៅហ៊ាននៅមុខអ្នកនាងលាវច្របាច់គុជនេះផងហ៎គេប្រាស់កម្លាំងទៅបន្តិចធ្វើឲ្យបាក់ទៅហើយចាំមើលលោកម្ចាស់លាវគាត់មកដល់ លោកម្ចាស់លីគាត់សាហាវណាស់លើកនេះយើងគិតថាឈាមដាប់ធរនេះជាមិនខានទេ យាយអ៊ីងបងបានហើយនិយាយទៅក៏គ្មានបានការអ្វីដែរបងឆាប់ទៅ នរណាធ្វើបាបចៅរបស់យើង លោកតា នរណាគេធ្វើបាបឯងទៅប្រាប់តាម លោកតាអ្នកសំទាននេះខ្លាំងធំពីមេគេមិនត្រឹមតែយកក្បាច់ដាល់លោកតាទេថែមទាំងមិនគោរពលោកតាទៀត នរណាគេមកអើម្លេះច្រើនឆ្នាំមកនេះគ្មាននរណាគេហ៊ានធ្វើដាក់គ្រួសារយើងបែបនេះទេប្រាប់តាមមកចៅស្រីប្រាប់មក លោកតាគឺអាអ្នកសំទាននោះ លោកម្ចាស់លាវនេះជាកំហុសរបស់ខ្ញុំទេមិនពាក់ព័ន្ធជាមួយនឹងយាយអ៊ីង អ្នក ទេ នាងឆេងបើយើងមិនប៉ះពាល់មនុស្សក្នុងពិភពកូននេះយើងអាចមានជីវិតរស់បើប៉ះពាល់គ្រួសារលាវយើងមិនអាចរស់បាននោះទេគេជាអ្នកបង្កឡើងហេតុអីអ្នកនាងនៅតែទទួលគេបែបនេះ ព្រោះគេជាប្តីរបស់យើងម៉ងជាកូនស្រីយើងមិនខ្វល់ថាចំណាយទេយើងមិនឲ្យគេមានរឿងចំពោះមុខយើងទេ តាចាគឺលោកធ្វើបាបម៉ាក់ខ្ញុំបើខ្លាចឆាប់សុំទោសម៉ាក់ខ្ញុំទៀតទេ មីសំអុយនេះឆ្លោតធំណាស់ឯងឆាប់ហៅឪឯងមកឲ្យគេបដៅថាជិះក្រោយនឹងធ្វើយ៉ាងម៉េចទៅតែកាចាស់លាវលោកចង់បដៅខ្ញុំមែនទេលោកយាយគឺលោកទេអើយខ្ញុំបាទសូមគោរពលោកយាយ លោកតាគេគ្រាន់តែជាអ្នកសុំទានហេតុអីលោកតាលុបជង្គង់នៅចំពោះមុខគេលោកតា តាកាចាស់លាវគួរតែបដៅចៅរបស់ឯងអត់បានកើតទៅគេហ៊ានបង្ខំយើងឲ្យរៀបការជាមួយគេហើយក៏ឲ្យយើងចូលទៅគ្រួសារលាវខ្ញុំមិនហ៊ានទេចៅស្រីខ្ញុំគឺវាមានភ្នែកអត់ប្រស្រីគឺមិនដឹងអីហៅថានាគទេ លោកតាពេលតើមកលោកតាមិនដែរវាយខ្ញុំទេនេះមកតាមវាយខ្ញុំគេគ្រាន់តែជាអ្នកសុំទានម្នាក់លោកតាចាំបាច់គោរពគេម្ល៉េះ ចង់ដឹងស្អីទៅឯងមានសិទ្ធិអីពេលនេះគឺយើងប្រាប់ឯងគឺសំអាងលើលោកយាយធ្លាប់ជួយជីវិតតាមម្ដង ថាម៉េច បើកុំតែលោកយាយថ្ងៃនេះគឺយើងគ្មានជីវិតមកឈរនៅទីនេះទេគាត់ជាអ្នកមានគុណរបស់យើងឯងនិយាយទៅតែយើងគួរធ្វើយ៉ាងម៉េចទៅពោះគាត់ គួរធ្វើយ៉ាងម៉េចចំពោះគាត់ គេបានជួយជីវិតលោកម្ចាស់លាវផងអី លោកម្ចាស់លីគាត់មានវិជាគុណខ្ពស់ត្រូវការយកយាយអ៊ីងទៅជួយ លោកយាយម្នាក់នេះគឺកូនស្រីខ្ញុំយាយម៉ងក៏ពិតនាងនេះជាកូនរបស់លោកអីអញ្ចឹងអញ្ចឹងបានជាគួរឲ្យស្រឡាញ់បែបនេះមើលទៅរៀងរើក្រាន់បើចាំជាឪខ្លាកូនតោប្រកាសមែនហើយ តាចាកុំគិតថាអែបអបអ្នកនាងម្ចាស់យើងនេះរឿងអាចត្រឡប់ចាក់វិញនោះមិញនេះនិយាយឲ្យហ៊ានបំភ័យមកមីខ្ញុំលោកត្រូវតែសុំទោសភ្លាម មែនហើយគួរតែសុំទោសចាំបាច់ត្រូវសុំទោសតែនេះជាអំបាញ់មិញប្រហើនហើយសុំទោសផងណាគឺធ្វើឲ្យនាងភ័យ អត់ទេខ្ញុំមិនទុកក្នុងចិត្តទេ អំបាញ់មិញនេះក្រុមអ្នកវិជាគុណពួកឯងនៅក្រុងអាងគ្នាច្រើនធ្វើបាបដល់នាងឈីងមែនទេពេលនេះគួរតែគិតបញ្ជីហើយអំបាញ់មិញនេះធ្វើឲ្យនាងឈីងនិងលោកយាយចេញមិនផុតពីសំណាក់គុណបែបនេះតើរឿងនេះជាការពិតមែនទេឯងធ្វើមិនមែនទេនៅវាទៀតឬថាចង់ប្រកាសបិទសម្លាប់មែនទេ យល់ច្រឡំជាការយល់ច្រឡំទេ ប្រកាសបញ្ជារបស់យើងថ្ងៃនេះអ្នកនៅសំណាក់គុណទីនេះអ្នកណាចេញមុខធ្វើបាបនៅនេះឈីងនិងលោកយាយត្រូវលុបចេញពីក្រុងនេះតែម្ដង ចាលោកម្ចាស់ តាចានៅគេទៀតគេនឹងឲ្យកំពូលអ្នករកគ្រឿងម៉ាក់ខ្ញុំនោះណា លោកម្ចាស់លាវលោកស្ដាប់ខ្ញុំបកស្រាយសិន ឲ្យឯងនិយាយអីលោកយាយតើខ្ញុំគួរចាត់ការគេយ៉ាងម៉េចទៅសួរកូនស្រីខ្ញុំសិនទៅដល់យើងមកចាស់ខ្ញុំគួរធ្វើយ៉ាងម៉េចទៅ ឲ្យខ្ញុំកាត់សិនអើខ្ញុំនឹកឃើញហើយឲ្យគេលុបជង្គង់នៅចំពោះមុខម៉ាក់ខ្ញុំច្រៀងសុំវត្តទៅ លោកម្ចាស់លាវឲ្យខ្ញុំច្រៀងបងមែនទេខ្ញុំធ្វើមិនបានទេខ្ញុំធ្វើមិនបានទេ មិនច្រៀងក៏បានដែរតែគ្រួសារឯងគឺមិនអាចនៅក្នុងនេះបានទេ បាន 就这样为你征服，切断了所有退路。 អាយ៉ាអាក្រក់ស្ដាប់ណាច្រៀងអត់ពីរោះទេចាញ់ទៅ បានខ្ញុំចេញទៅភ្លាមខ្ញុំចេញទៅភ្លាម ពួកឯងចាំទុកណាអ្នកណាក៏ដោយហ៊ានប្រឆាំងជាមួយនឹងអ្នកនាងឈីងនោះដូចជាប្រឆាំងជាមួយគ្រួសារលាវយើងអញ្ចឹង អាយ៉ានេះមិនមែនគេកម្លាំងខ្លាំងតែមួយមុខទេគេថាតែមានគ្រូសានលាវជាក្នុងបងឯងទៀតណាកូនស្រីកូនពិតជារើបានកូនប្រសាឲ្យបានល្អមែនទែន គ្រាន់តែជួយជីវិតលោកម្ចាស់លីវពេលនេះគេបានសងទឹកចិត្តមកវិញហើយតទៀតនៅពិបាករូប អាយ៉ាអូន ហើយលោកម្ចាស់គ្រូសាវងបិទប្រកាសតាមប្រមាញ់គ្រូសាថាម៉េចគ្រូសាវងបិទប្រកាសគ្រូសានេះ អាយ៉ាគ្រូសានេះមានរាប់ឆ្នាំមកហើយប្រហែលឆ្នាំមុនគេបានឡើងឋានៈជារាជគ្រូលើកនេះខ្លាចតែតំណែងជាមេបាក់ធំគ្រូថ្នាក់ដល់គ្រូសាជាយើងទេអាឡូពួកគេទូទាំងក្រុម
ត្រូវឡើងហើយទៅប៉ះពាល់គ្រួសារណានឹងមិនក៏ទៅប៉ះពាល់គ្រួសារវងការសហការរបស់យើងត្រូវចាប់ត្រឹមនឹងចុះ នាយកជ្រាបពីមកហើយគ្រួសារវងគឺបានវាយប្រហារមកលើក្រុមហ៊ុនយើងហើយអ្នករួមពីហ៊ុនធំកំពុងតែ ប្រកាសជាបងហៅធានអត់ឡុកហើយគ្រួសារនេះពិតជាប្រកែកធ្វើបាបគេមែន មិនដឹងស្មានថាពេលនេះលោកតារបស់ខ្ញុំចេញពីបន្ទប់សមាធិវាមានគ្រួសារលីវជាក្នុងមួយថ្ងៃបើយូរទេខ្ញុំនឹងឲ្យគ្រួសារលីវនិងគ្រួសារនាងចំនួន136នាក់គ្មានច្រកនោះ ធ្វើអ្វីដូចជាប៉ាប្រាប់នេះម៉ាមីមកហើយ ម៉ាមីមិនចា បងសម្លាញ់មិនក៏បងនៅស្លៀកពាក់បែបនេះទៀត បងគឺពាក់បែបនេះរាល់ថ្ងៃសម្រាប់នៅមានទ្វេដៃម្នាក់បងតែងតែបន្ថែមស្នាមទ្រុសមួយយ៉ាងម៉េចពេលនេះបរាជ័យឯកោនៅមានស្ដេចតុងផាស្អីទៀតនៅមានក្បាច់ដាវចិញ្ជីទាំងអស់នេះគឺសុទ្ធតែនៅក្រោមដៃបង សម្លាញ់បងក៏មានមោទនភាពខ្លាំងពេកបងដឹងដែរទេគ្រួសារឈិញចិត្តដល់រឿងពិបាកទៀតហើយ រឿងពិបាកមានបងនៅនរណាហ៊ានធ្វើបាបគ្រួសារពួកអូនទៅ មែនហើយតើបងអាចយកកម្លាំងធិរបស់ខ្ញុំទៅបងអាចឲ្យខ្ញុំវិញបានទេខ្ញុំមិនចង់ធ្វើជាផាមផ្កាអត់ន័យឈិញអីពេញខ្ញុំចង់ប្រើសមត្ថភាពខ្លួនការពារគ្រួសារឈិញ មមឹងចាប់ចេញទៅ បាយឡាញ់ អូនសម្លាញ់អូនស្ដាប់បងនិយាយទេ ចា អូនសម្លាញ់ភ្លេចហើយ នេះបងចង់ធ្វើអី អូនសម្លាញ់អូនភ្លេចហើយលើកមុនពួកយើងបានធ្វើទើបកម្លាំងធាតុបងមានដូច្នេះហើយយើងមានវិធីដកដូចគ្នាមិនអីទេ ប៉ុន្តែ យ៉ាងម៉េចខ្លាចហើយណាស់ចុះបើអូនវឹកហាត់ឡើងនោះគឺកម្លាំងធាតុរបស់អូនដូចដើមហើយមិនយូរទេគឺ7 8ឆ្នាំ 7 8ឆ្នាំមិនក៏យូរម្លេះ បងទៅសិនហើយ អ្នកណាគេខ្លាចឆាប់ចូលមក រៀបចំការអញ្ជើញថាប្រពន្ធខ្ញុំ3ថ្ងៃទៀតចូលរួមពិធីនិករីហើយ កម្លាំងធាតុខ្ញុំមិនដូចដើមឬមួយយេអ៊ីងគេកុហកខ្ញុំទេឈប់សិន នាយកឈិញយ៉ាងម៉េចនឹង ខ្ញុំមិនត្រឹមតែជាដូចដើមទេប្រើកម្លាំងដល់តែ3ដងឲ្យឡើងដល់កម្រិតកណ្ដាលនៃវិជាគុណមកកណ្ដាលខុសទេខ្ញុំពេលនេះស្រាប់តែមានអារម្មណ៍ថាកម្លាំងរបស់ខ្ញុំនៅលើយេអ៊ីងទៅទៀត តែបើយប់សោះបាន3ចំហៀងនាយកឈិញចុះមិញអ្នកនាងធ្វើអីហ្នឹង មានអីពិបាកវាដូចជាមួយខ្ញុំមកយប់ហ្នឹង និយាយផ្ដេសផ្ដាស់ស្អីយេកុំស្ដាប់ប៉ានិយាយ ម៉ាមីកេងជាមួយប៉ាមិនឲ្យកូនកេងជាមួយកូនខាក់ ម៉ាំ កាប់ប៉ាត់កេងចឹងទេខ្ញុំយល់ហើយ ណាប្រពន្ធសម្លាញ់ហ่ะការអញ្ជើញរបស់សមាគមនិករីអូនបានទទួល ការអញ្ជើញបងនិយាយគឺប៉ានេះក្រីតាមែនទេកំពូលប៉ាដែលខាងជាងគេ មែនហើយយប់មិញគឺបងបានឲ្យគេរៀបចំការអញ្ជើញ គ្រាគឺប៉ាក់ខ្ពស់ជាងគេ10ឆ្នាំធ្វើម្ដងមានតែកំពុងមេប៉ាក់ទេដែលមានវិជាគុណទៅអាចចូលរួមបានឡងអាចការអញ្ជើញនាយកឈិញស្មានថាខ្លួនអាចជាមេប៉ាក់មែន បងសម្លាញ់បងនិយាយលេងសាច់អីខ្ញុំអាចយល់បងតែរឿងប៉ាក់មួយនេះបងមិនអាចយកមកលេងសាច់ទេនោះគឺជាប៉ាក់ខាងជាងគេនៅប្រទេសនេះអ្នកវិជាគុណទាំងអស់សុទ្ធតែគោរពនិងកត់ខ្លាច ពួកអស់នេះគួរតែមកយូរណាស់មកហើយពួកយើងយកការអញ្ជើញមកហើយសូមជួបនឹងម្ចាស់ផ្ទះ អ្នកនាងខ្ញុំបានទទួលបញ្ជាយកការអញ្ជើញមកឲ្យអ្នកនាង3ថ្ងៃក្រោយសូមជិះអ្នកនាងចូលរួមក្នុងពិធីប៉ាក់របស់យើង ការអញ្ជើញរបស់ប៉ាក់ពិតជាទៅបានមែន យេអ៊ីងនិយាយត្រូវមែន យេអ៊ីងមិនក៏បងដឹងដែរនោះ បងបានប្រាប់ហើយតើថាបងឲ្យគេយកមកឲ្យ យេអ៊ីងកុំលេងសាច់ច្រើនពេកនេះជាការអញ្ជើញប្រចាំប៉ាក់ភ្ញៀវកិត្តិយសតើតែអ្នកកំពូលនៃប៉ាក់ទើបមានសិទ្ធិចាច់ចាយ នាយកឈិញប្រហែលអ្នកនាងបានចូលក្នុងសំណាក់គុណហងបានប្រែប្រួលអាចអូសទាញសំណាក់នាយករាជមកទៅបានការអញ្ជើញ មែនហើយហេតុអីខ្ញុំនឹកមិនឃើញថាខ្ញុំនៅក្មេងតែហេតុបានពាក់កណ្ដាលដំណាក់កាលពិតជាលុយមែនថាមិនទៀងទេប៉ាក់ឡុងមិនគេមកអញ្ជើញយើង និយាយពីកុហកត្រូវមាត់និយាយពីពិតអូនមិនជឿពិតទៅមនុស្សត្រីពួកអូននេះយ៉ាប់ណាអស់ចង់ជឿរំខានមែនណាហើយចង់ចាំជួបគ្នានៅកម្មវិធីជួបជុំប៉ាក់ចុះកូនប៉ាតោះទៅញ៉ាំក្រែម អ្នកនាងឈិញមើលទៅយេអ៊ីងគេចង់ចូលរួមប៉ាក់ឡុងដែរមិនមែន ការអញ្ជើញនេះគឺអញ្ជើញបានតែម្នាក់ទេហើយយេអ៊ីងគេបែបនេះខ្ញុំខ្លាចដល់ពេលនោះអញនឹងបង្ករឿងអីទៀត
មិនអញ្ចឹងចេះទៅឲ្យគេនៅផ្ទះមើលកូនម៉ងទៅគឺបានហើយ នាយកឈិញលើថាកំពុងអ្នកមានធ្វើដៃមកជួបជុំនៅពិធីជប់លៀងនោះបើសិនជាអាចបានមេប៉ាក់សំណាក់នោះការពារទោះបីជាគ្រួសារវងក៏មិនអាចហ៊ានប៉ះពាល់ មែនហើយមកចាំងទៀតមេប៉ាក់ឡុងមិនប្រហែលជាមានន័យទីនេះលោកជាមេប៉ាក់ឡុងមិននេះ នាងត្រូវឆ្នាំពលហើយហ្នឹងនេះជាបន្តគួយអាចជួយជីវិតនាងបានមេប៉ាក់ឡុងមិនជាអ្នកជួយជីវិតយើងពេលនេះអាចជប់មកគេហើយអ្នកនាងឈិញនេះគឺជាការអញ្ជើញ ខ្ញុំបានការអញ្ជើញអាចចូលនៅទីនេះក្រៅពីអ្នកកម្ពុជាវិជាគុណតតែសិស្សប្រចាំសំណាក់ប៉ាបើកុំតែខ្ញុំបំបាច់បានខ្លាចតែសំបីតែសិស្សទៅចិញ្ចោក៏គ្មានផងឆាប់សិនអ្នកនាងឈិញនោះគឺអ៊ីងយ៉ានៅមានម៉ង យីអ៊ីង អូនសម្លាញ់ចែកដល់ម្លេះបងត្រៀមចូលជាមួយនឹងម៉ងហើយ ម៉ាមីខ្ញុំបានមកដល់មុនម៉ាមីទៅទៀត លោកប្តីនៅទីនេះមិនមែនអ្នកណាក៏អាចចូលបាននោះទេអូនអាចមកទីនេះមកពីអូនទទួលបានការអញ្ជើញតែអូនគ្មានសិទ្ធិនាំបងចូលទេយល់ឬអត់ ប្រកាសជាដឹងតែបងចូលមកទីនេះមិនចាំបាច់ការអ្វីនោះទេ យីអ៊ីងលោកលេងសាយស្អីគ្មានការអញ្ជើញអ្នកណាក៏មិនអាចចូលទីនេះបានដែរថែមទាំងស្លៀកពាក់រហែកបែបនេះចូលទៅនាំតែបាក់មុខនាយកឈិញទេ លោកប្តីកុំអុកលោកបានទេឆាប់នាំកូនត្រឡប់ទៅផ្ទះទៅកម្មវិធីគេជិតចាប់ផ្ដើមហើយលេខាតើពួកយើងចូលទៅឈិនចុះ នាយកឈិញបើតាមខ្ញុំមើលទៅយីឈិញគ្មានចេតនាចង់ទៅទេ កុំបារម្ភអីនៅទីនេះមានច្បាប់តាំងតែងណាបើពួកគេចូលមកក៏មិនអាចប្រកាសថាចូលបានដែរ ម៉ាមីជាប់ផ្ទះហើយកូននៅទីនេះ យីលើមិនក៏ចូលមកបានគ្មានការអញ្ជើញសោះមិនក៏ពួកអញចូលមកបាន ប្រហែលសន្តិសុខគេប្រហែលមិនបានចាប់អារម្មណ៍នាំម៉ងចូលមកមែនទេ ខ្ញុំម៉ងចូលមកកម្មវិធីធម្មតាបើមិនជឿសួរកូនស្រីអូនទៅ គាត់និយាយកុហកទេនិយាយកុហករហូតក្មេងចេះបកអាក្រាតឯងមិនចេះខ្មាស់គេទេអីម៉ាមីពូសន្តិសុខនោះលុតជង្គង់សុំវល់ឲ្យប៉ាចូលទេណា ហើយល្មមបានហើយបងមិនត្រឹមតែលួចចូលមកទេតែឲ្យកូនស្រីនិយាយកុហកទៀតសំណាក់ឡុងមិនមែនកន្លែងអុកលោកបានទេបើឲ្យល្បីចេញទៅមិនមែននាំទុកទៅបងទេកូនស្រីយើងក៏នាំទុកដែរ អូនសម្លាញ់ បងនៅបកាយទៀតខ្ញុំទៅគេដូចកូនស្រីបង្កើតបើសិនជាមានរឿងអីទៅខ្ញុំដាច់ខាតមកលើកលែងឲ្យបងនោះទេលេខាតើពួកយើងទៅអំបញ្ញមិញខ្ញុំកាច់ដាក់ពួកគេពេកទេដឹងអី អ្នកនាងនៅខាងក្រៅអ្នកនាងដូចជាក្តៅក្រហាយប៉ុន្តែមើលឲ្យប្រកាសទៅអ្នកនាងគឺបារម្ភពីពួកគេការប៉ັດទៅបារម្ភពីយីអ៊ីងទៀតអ្នកនាងគ្រាន់តែមកកាច់តិចតែគ្រប់យ៉ាងគឺចង់ឲ្យគេល្អ ស័កសមនារីមានអំនួតនៅក្រៅមេឈិនអ៊ីពីងតែប៉ុណ្ណឹង វ៉ានីមិនក៏គេនៅទីនេះ ប្អូនស្រីវ៉ាងធានហើយ3ឆ្នាំមុនរៀបការទៅឈិនហើយគ្រួសារចាស់ដំបងគេបង្អស់អ៊ីពីងឯងកុំគិតថាឯងមានគ្រួសារលីវនៅពីក្រោយចង់មកជន់គ្រួសារវងចាំដល់ពិធីជប់លៀងនេះចប់គ្រួសារលែងមានទៀតហើយនិយាយស្ដីឲ្យប្រយ័ត្នបន្តិច អាយ៉ាកម្រិតពាក់កណ្ដាល ហាត់បានពាក់កណ្ដាលតាពីយ៉ាងម៉េចនៅមានឋានៈទាបដដែលហ្នឹងឋានៈទាបស្អីទេពិធីនេះគេបែងចែកជា3លំដាប់ប្រភេទនាងជាសម្រាមស័កសមតែកៅអីបែបនេះចំណែកពួកយើងវិញទៅស័កសមនឹងកៅអីតំណែងនោះនាងកាន់អញ្ជើញដូចយើងដែរសំអាងអីអង្គុយនៅតុនោះមកពីយើងជ្រើសរើសមនុស្សប្រុសល្អគឺមនុស្សប្រុសដែលមានអំណាចឈិញពេញទូនាងប្រឹងប្រែងយ៉ាងណាក៏ដោយនៅតែអង្គុយនៅពីក្រោយយើងដូច្នេះហើយគេនិយាយថាមនុស្សស្រីយើងរៀបការជាមួយមនុស្សល្អខ្ញុំនិយាយត្រូវទេហុងហ្វី អូនសម្លាញ់អូនពិតជានិយាយត្រូវណាស់ មែនហើយឈិញពីងក្រែងឯងថាឯងមានប្តីជាអ្នកសំទានទេមិនក៏មិនឃើញអញ្ចឹងប្រហែលសំបីតែមាត់ទ្វារក៏គេមិនឲ្យចូលផង ឯង បានហើយកុំតែប្រកាសជាមួយគេ
ពួកយើងទៅ មិនដឹងថាជាអីចេញទៅក្រៅហើយនៅទូរស័ព្ទសិនហើយនឹងបានសុំតង់គេផងនេះសំឡេងអីហ្នឹងដូចជាទូរស័ព្ទរបស់យាយអ៊ីងអាឡូបងនាំកូនចេញទៅហើយនៅ អត់មានទេបងនៅក្នុងកម្មវិធីអូនសម្លាញ់បងឃើញអស់ហើយណាបងនៅទីនេះ ต้องมีแค่អ្នកគ្រប់គ្រងតំបន់ហើយជីនេះគ្មានអ្នកណាមានសិទ្ធិអង្គុយទេមិនក៏គេហ៊ានអង្គុយទីនោះ អ៊ីងវីអ្នកសុំទានអង្គុយនៅទីនោះគ្មានអ្នកណាគេហាមឃាត់ទេមែនទេ ហ៊ានអង្គុយលើកៅអីមេឃីគឺមានទោសអស់ស្លាប់លុះត្រាំតែគេមិនចង់រស់ហើយ អ្នកនាងឈិញយាយអ៊ីងគេមិនត្រឹមតែចូលក្នុងពិធីនេះទេគេនៅអង្គុយកៅអីមេឃាទៀតមានតែមនុស្សក្រមមេឃលើគេទាំងអស់ទៅអង្គុយលើកៅអីនោះបាន សំសួរថាលោកជាម្នាក់ក្នុងចំណោម5នាក់របស់មេប៉ាស្មុំមែនដែរទេ មេប៉ាស្មុំគេគួរតែរវល់បង្ហាត់មេប៉ាផ្សេងទៀត អញ្ចឹងមិនក៏លោកហ៊ានអង្គុយកៅអីលេខ1នេះលោកចង់រត់ស្លាប់មែនទេ អ៊ីពេញឯងស្មានតែប្តីអ្នកសុំទានឯងជាមនុស្សអស្ចារ្យហ៎ការប៉ັດគឺជាមនុស្សល្ងីល្ងើមិនដឹងអីតែប៉ុណ្ណោះ គេចង់បន្លំធ្វើមេប៉ាស្មុំចចកប៉ះពាល់ប៉ាក់ឡុងមិនខាន់មើលទៅពួកយើងមិនចាំបាច់ចេញមកទេប្តីរបស់នាងស្លាប់គ្មានអីសង្ស័យឡើយ អេនាយកឈិញនេះជាពិធីធំដុំរបស់គេគ្រួសារយើងគឺមិនអាចបង្កបញ្ហានៅទីនេះបានទេបានអ្នកនាងឆ្លាតកុំទាន់អាចចាញ់មុខអីណា និយាយគ្នាបានតើមិនបាច់ប្រើកម្លាំងទេយើងអង្គុយជាមួយប្រពន្ធយើងក៏បានដែរ ព្រោះរៀងឯងជាអ្នកសំទាននៅមានប្រពន្ធទៀតអត់ មកចេះតែនិយាយទៅនោះប្រពន្ធខ្ញុំនៅត្រង់នោះបានមកជឿទៅសុខគេសិនទៅ អ្នកនាងជីងសំទៅផងនេះជាប្តីអ្នកនាងមែនទេ នារីទី1ស្រីស្អាតនៅបៃឈិនឈិនជាពេញគេមិន អ្នកសុំទាននេះនិយាយតែផ្ដាស់ចាំជាសត្វកេងគក់ស៊ីកងានសួរគេជាប្តីរបស់ខ្ញុំ ថាមិនហ្នឹងអ្នកសុំទៀតមានប្រពន្ធស្អាតបែបនេះដែរ គេថាបុប្ផាដោះលើអាចគោអ្នកនាងឈិញមកមាត់ក៏ស្អាតបាតតែរៀបការជាមួយអ្នកសុំទាន ឈិញអីពេញអើយឈិញអីពេញភ្នែកឯងរើមនុស្សប្រុសអន់ជាងយើងតែទៀតទៅឡើងក្រែជាមួយនឹងអ្នកសុំទាននាងពិតជាស៊ីមិនរើសចំណៃមែន បានហើយ ជាអ៊ីងក្រែងអូនឲ្យបងនាំកូនស្រីទៅផ្ទះហើយមិនក៏បងនៅទីនេះ បានហើយទោះយ៉ាងណាពិធីជប់លៀងនេះគឺខ្វះនរណាក៏មិនបានដែរអូនមិនឆ្លងជាមួយបងទេ ពេលអីទៅហើយបងនៅនិយាយផ្ដេសផ្ដាស់ អ្នកនាងឈិញបើគេជាប្តីអ្នកនាងមិនបានជាគេទៅអង្គុយកៅអីលេខ1ដឹងទេថាអង្គុយកៅអីនេះមានទោសស្លាប់ សុំទោសខ្ញុំមិនបានមើលប្តីរបស់ខ្ញុំឲ្យបានល្អតែអាចរំលងបានទេ បាក់ដៃទៅប៉ាក់ឡុងមិនអ្នកណាបន្ទប់មិនបានដែរ វារឿងអីមិនបានជាលោឡាម្លេះ លំចាស់ ចាញ់អៀនពិធីលងមិនមិនក៏មានអ្នកសុំទាន លំចាស់ហងអ្នកសំទាននេះមិនអនុញ្ញាតឲ្យចូលមកទេតែគេហ៊ានអង្គុយកៅអីលេខ1 ឡើងធំឯណាតែជា ជាអ៊ីងហ្វីចាន មនុស្សអាក្រក់ដូចពួកឯងមិនអាចធ្វើបាបប៉ាខ្ញុំទេ កូនស្រីធម្មតាប៉ាបដៅកូនយ៉ាងម៉េចទៅប្រគល់វិជាគុណក៏ប្រគល់ទៅតែកុំយកមនុស្សមកលេងសើចមីលអត់វិហ៊ានប៉ះពាល់ដល់វិជាគុណកំពុងប្រចាំខ្លោងទ្វារឬមួយក៏ឪពុកគេនឹង មិនមានរបួសត្រង់ណាទេលោកម្ចាស់ហងសុំទៅផងកូនស្រីរបស់ខ្ញុំគេភ្លេចភ្លាំងមួយពេលគ្មានចេតនាធ្វើរបស់កូនចៅលោកទេ ពួកឯងពីអ្នកចេញក្រៅទៅបាទនៅចេញចេញមកទីនេះសិននិយាយគ្នាសិនទៅនៅនឹងឈិញប្តីរបស់នាងគ្មានកម្លាំងទៀតមកពីណា ទេកម្លាំងធាតុគេគ្រាន់បើខ្ញុំគិតថាអាចបានពាក់កណ្ដាលនៃរាជគ្រូ បានពាក់កណ្ដាលទេនៅនាងនេះគឺនៅក្រុងនេះនៅក្មេងតែមានវិជាគុណមិនអន់ហើយមិនក៏នាងយកប្តីទុំខ្សោយបែបនេះខ្ញុំដាស់តឿននាងប្រញាប់លេងលះទៅកុំឲ្យគេបំផ្លាញអនាគតនាងឲ្យសោះបានទេធ្វើតាមខ្ញុំប្រាប់ទៅ លោកហងសុំទៅផងខ្ញុំមិនអាចប្រតែអនាគតរបស់ខ្ញុំក៏លែងប្តីនៅមានកូនស្រីរបស់ខ្ញុំទៀតបើគុំតែបានគេខ្ញុំក៏មិនបានរៀនក្បាច់គុនយិនសាន់ជា យិនសាន់ជាគេធ្វើម៉េចវិញ គេគឺបានរួមខ្នែជាមួយខ្ញុំ នាងថាម៉េច
ក្បាច់គុណមួយនេះគឺមានតំណែងចំនួនមុនទេខ្ញុំបាននិយាយអំបញ្ញមិញ សុំទៅផងខ្ញុំមិនអាចយកស្នេហ៍ធ្វើជាប្រយោជន៍ខ្ញុំដាច់ខាតមិនលែងលះគេទេ ខ្ញុំគិតថានាងយល់ច្រឡំហើយខ្ញុំបាញ់មិញគ្រាន់តែសើបនាងទេឬស្នេហាព្រះប្រទានមិនអាចល្មើនាងស្រាប់តែមិនអោបខ្ញុំអស់សង្ឃឹមអ្នកនាងនិងលោកយាងគឺស្រឡាញ់គ្នាដោយស្មោះស្ម័គ្ររហូតដល់ចាស់សក់ស្កើអ្នកនាងនិងលោកយាងស្រឡាញ់គ្នាដោយស្មោះស្ម័គ្ររហូតដល់ចាស់សក់ស្កើ លោកហុងនេះលោក បានហើយប្តីនាងនិងកូននាងកំពុងតែចាំកុំឲ្យគេចាំយូរអីបានទេ លោកម្ចាស់ហុងចាប់ប្តីខ្ញុំ ឲ្យគេអង្គុយរួមជាមួយនាងទៅ អរគុណលោកហុង លោកចាស់ហុង សើបមើលប្រវត្តិយេអ៊ីត្រូវសើបមើលឲ្យមែនតែនឲ្យពួកគេអង្គុយលើកៅអីលេខ1ទៅ បាទ អូនសម្លាញ់មកហើយនេះគឺបងទុករបស់អូនហូបណា បងនៅតែមិនដឹងខ្លួនទៀតបើបងនៅតែធ្វើបែបនេះបងនឹងត្រូវចាប់ដាក់គុកលងមិនណា គុកបាក់ឡុងមិននោះក្រែងនៅក្រោមដីផ្ទះពួកយើងឯង កូនប៉ានោះមិនមែនជាផ្ទះក្រុមដីពួកយើងទេនៅកន្លែងណាប៉ាឃុំខ្លួនមនុស្សអាក្រក់ 叶年，你不装会不会死啊？秦家现在危在旦夕，你一直在帮倒忙，你让秦总怎么解释到大人吗？ អង្គុយកៅអីទៀបជាងគេហើយនៅចង់ជើងឲ្យគ្រួសារឈីងជួយគេទៀតឈីងអ៊ីពីងគ្រួសារនាងកាត់អីមិនបានជាទៅរកអ្នកសំទាន នាងប្រហែលជាភ្នែកអបស្រីហើយមើលទៅគ្រួសារឈិញត្រូវរៀបមឈូសឲ្យបានច្រើនកុំឲ្យគ្រួសារនាងនឹងស្លាប់នៅតាមព្រៃអីណា ខ្ញុំអង្គុយនៅកៅអីទី1គឺធ្វើឲ្យពួកនាងពិបាកចិត្តណាស់មែនទេប៉ុន្តែអូនសម្លាញ់មករបស់គេស្អុយបន្តិចនិយាយចំទៅគឺមនុស្សនោះគឺមិនស័ក្តិសមនឹងនិយាយជាមួយបនទេប៉ុន្តែទុកចិត្តចុះតែទៀតយើងអង្គុយកៅអីមេឃានោះហើយ ស្ដាប់ច្រឡំទេដឹងដូចជាពួកឯងហ្នឹងឯងអង្គុយលើកៅអីមេឃានោះគួរឲ្យអស់សំណើចណា បើពួកឯងទៅអង្គុយកៅអីនឹងបានមែនយើងនឹងស៊ីកៅអីនេះអោដូចជាអ្នកនេះឈីងលោកហុងអញ្ជើញអ្នកនេះឈីងនឹងលោកទៅអង្គុយកៅអីមេឃាលេខ1ថាម៉េចមកដូចគេបានអង្គុយកៅអីលេខ1ផងហ៎ ច្រឡំទេដឹងគេហ្នឹងឯងបានអង្គុយនោះ លោកហ៊ានសង្ស័យការសម្ដែងចិត្តលោកហុងមែនទេ ស៊ីកៅអីស៊ីកៅអីស៊ីកៅអី អ្នកតាពីសុំជួយ អរគុណ ពួកគេបានទៅអង្គុយកៅអីលេខ1សម្អាងអីទៅ ឈប់សិនប្រហែលជាលោកម្ចាស់ហុងពេញចិត្តនឹងឈិញអ៊ីពេញ អូអាអ្នកសំទាននោះពិតជាគួរអាណិតមនុស្សស្រីរបស់ខ្លួនចិត្តត្រូវគេដណ្ដើមយកហើយនឹងមិនដឹងខ្លួនទៀត មកហូបទីនេះឆ្ងាញ់ណាស់សុទ្ធតែរបស់ល្អល្អប៉ាខ្ញុំចង់ញ៉ាំបង្គានេះ ប្រកាសហើយនេះជាកៅអីមេឃាតុកលេខ1យ៉ាងម៉េចអូនសម្លាញ់ច្បាស់ជាគេរៀបចំកៅអីលេខ1ឲ្យបងហើយប្រាប់ឲ្យតែអូនមិនជឿ យេអ៊ីងមិនក៏បងដឹងប្រាប់មកមានរឿងអីមិនប្រាប់ខ្ញុំ អូនសម្លាញ់ការពិតបង អ្នកនាងចេញការប៉ັດបានអង្គុយនៅទីនេះដោយសារតែលោកម្ចាស់ហុងយល់ដល់អ្នកនាងទេពាក់ព័ន្ធអីនឹងអ្នកសំទាននឹងនោះ មែនហើយមេប៉ាក់ឡុងមិនខ្ពង់ខ្ពស់ប្រហែលជាមានវិធីអីចូលក្នុងកាយភ្នែក ព្រឹទ្ធាចារ្យឌីសានមកដល់ មកចាមួយក្នុងចំណោម5ព្រឹទ្ធាចារ្យនេសាន កម្រោបបានជួបណានេះគឺមិនអត់ប្រយោជន៍ទេ ព្រឹទ្ធាចារ្យឌីសានខ្ញុំចំនួនក្រោយគ្រួសារចៅនៅហៃឈិនឈ្មោះចៅផិនហ្វីបានល្បីល្បាញឈ្មោះអ្នកនាងយូរហើយថ្ងៃនេះបានជួបមុខពិតជាអស្ចារ្យណាស់មើលកាយនេះសូមជូនអ្នក ពេលនេះសូមបីតែឆ្កែឆ្មាក៏ហ៊ានមកជិលកាយជាមួយនឹងយើងដែរចេញព្រាមទៅ បងសម្លាញ់នាយកចេញនេះជាព្រឹទ្ធាចារ្យសានបើអាចសំពះគាត់ជាគ្រូថាមិនទៀងអាចជួយគ្រួសារឈិញនឹងបានខ្លាចជាលេខ1នៅក្នុងប្រឹង ខ្ញុំ ជីវិត ដឹងប៉ុន្តែចរិតគាត់គឺចម្លែកណាស់ខ្ញុំ អ្នកមីងសានេះគឺជាមនុស្សល្អទេឲ្យតែគាត់មកគាត់តែងតែយករបស់ល្អ អូនសម្លាញ់នេះសានគេមិនប្រកែកទេសំពះគេធ្វើគ្រូអីទៅ យីអ៊ីងឆាប់បាត់មាត់លោកទៅព្រឹទ្ធាចារ្យសានក្បាច់កូនបើបានរៀនពីគាត់សំបីតែប៉ាក់ឡុងមិនទុកថាជាស្អីទៅហ៊ានមកធៀបផង អ្នកខាអូននិយាយក៏មិនខុសដែរឱកាសកម្ររកបានដើម្បីគ្រួសារឈិញខ្ញុំគួរតែសាក់មើលសូមព្រឹទ្ធាចារ្យនេសានធ្វើជាគ្រូ ណែគ្រាន់តែធ្វើជាគ្រូប៉ុណ្ណឹងចាំបាច់ឲ្យញ៉ៃស្អីស៊ីនេះឆាប់មកណា ខ្ញុំរៀនច្រឡំទេដឹងឈិញអ៊ីពេញប្តីអ្នកសុំទានអញហៅព្រឹទ្ធាចារ្យនេសានហៅថាសេនី មិនស្មានថាកម្លាំងគេខ្លាំងបែបនេះសោះសំជារិទ្ធជាគ្រូតែម្ដងបើអ្នកសុំទាននេះហៅគេបែបនេះចាំមើលគេយ៉ាងម៉េចវិញទៅ លោកប្តីធម្មតាបងមាត់ប្តីផ្ដាល់ឲ្យហើយចាស់តែព្រឹទ្ធាចារ្យនេសាន
គ្រាន់តែគេនិយាយខុសតែបន្តិចក៏ត្រូវបិទសំណាក់ចោលមួយហើយបើបែបនេះលទ្ធផលតើបងយកបានដែរទេ លទ្ធផលគេរត់ប្រោបងហើយបន្ទន់ចចេះនិយាយមិនម៉ាត់បងសស្ទៀតផងមែន ប្រតិចារនេះសាហាទីបងធំឯងឈ្គួតហើយអញសំទាននេះឈ្គួតមែនទេ លោកប្តីពួកយើងនៅឲ្យឆ្ងាយពីគេបន្តិចទៅប្រយ័ត្នដូនជីនីសានយកច្រឡំដល់បង លោកប្តី ពួកយើងឆាប់ទៅកុំឲ្យនាំទុកដល់គេ លោកប្តីនេះជាពេលអីហ្នឹងនៅញ៉ាំទៀតតែទៀតឲ្យតែដូនជីនេះមកបងត្រូវសំទោសជាមួយខ្ញុំភ្លាមណា អូនសម្លាញ់អូនមិនដឹងទេអីហេតុផលដែលបងហៅគេថាស៊ីនីគឺអូនមិនដឹងថាគេសប្បាយចិត្តប៉ុណ្ណាទេចាំតែគេមកដល់អូនដឹងហើយ ព្រឹទ្ធាចារ្យនិសានលោកប្តីខ្ញុំគាត់ខួរក្បាលមានបញ្ហាបន្តិចបន្តួចសូមកម្មប្រកាន់នឹងគាត់អីមានរឿងអីខ្ញុំជាអ្នករ៉េខ្ញុំនិសានសូមគោរពបងធំ ថាម៉េចប្រហែលជាមិនមែនច្រឡំទេ ថាម៉េចនេះគេប្រហែលជាច្រឡំមនុស្សហើយជីដឹងហ៎ ស៊ីនីខ្ញុំណែនាំស្គាល់ណានេះជាប្រពន្ធខ្ញុំឈិញអ៊ីពីង ខ្ញុំដូនជីសូមគោរពអ្នកនាងឈិញព្រឹទ្ធាចារ្យសានគួរសំពេចហើយមិនហ៊ានទេនាងអាចហៅខ្ញុំដូចបងធំអញ្ចឹងហៅខ្ញុំស៊ីនីទៅល្អជាង ណានៅណាទៅនំមីនីសានឯណាទៅនំ ម៉ងខានជួបគ្នាយូរហើយ អូគុយខ្យងមួយលីនទិញមិនបានផងគុយខ្យងនេះល្អខ្លាំងណាស់ កុចខ្ចង់នេះអាចបន្ថែមកម្លាំងដល់10ឆ្នាំម៉ងចង់ញ៉ាំថែមទៀត កូនស្រីព្រឹទ្ធាចារ្យសាននេះឲ្យខ្ញុំសំទោសចំនួនកូនខ្ញុំផង សានីប្រពន្ធខ្ញុំចង់យកឯងធ្វើជាគ្រូតែឯង មិនអាចទេខ្ញុំនិយាយពីបេម៉ាត់សោះមិននឹងអាចទៅយកអ្នកនាងឈិញធ្វើជាសិស្សទៅ អើ ប៉ុន្តែអ្នកនាងឈិញមានទេពកោសល្យជាពិសេសខ្ញុំដាច់ខាតត្រូវតែបន្តត្រកូលឲ្យវិជាគុណប៉ុន្តែពាក្យថាគ្រូខ្ញុំមិនហ៊ានទទួលនោះទេអរគុណណាស់ដូនជាសានីមិនហ៊ានទទួលទេពួកយើងថ្ងៃក្រោយស្មើគ្នាតាក់ទងធម្មតាក្រែងថាចរិតគាត់ឆេឆាយណាស់ប៉ុន្តែមិនក៏យល់ថាគាត់ល្អគួរសមណាស់ ស៊ីនីនេះគុណបំណាច់ឯងញ៉ាំផ្លែប៉ែននេះទៅ លោកប្តីបងបកខ្លួនឯងទៅមិនក៏ឲ្យគាត់បកអញ្ចឹងបងធ្វើអញ្ចឹងសមដែរទេ បងធំ ថាម៉េចព្រឹទ្ធាចារ្យនីសាននៅបកសបអាយអ៊ីងបើគេល្បីពាក្យចាំអារម្មណ៍ទៅក្រៅនេះមករញ៉ៃទៅហើយបងស្រីខ្ញុំក៏ចង់ញ៉ាំដែរ បាន ជាអ៊ីងមិនក៏ឲ្យដូនជីធ្វើបែបនេះគ្មានការគោរពទេ ចង់ដឹងណាស់មែនទេចង់ដឹងពីអ្វីទៅ ដូនជីនីសានសូមនិយាយពីបេម៉ាត់បានទេ បានមកខាងនេះមកព្រឹទ្ធាចារ្យសូមសួរមួយម៉ាត់ប្តីរបស់ខ្ញុំជាអ៊ីងគាត់គឺជាអ្នកណាគេប្តីរបស់នាងអត់បានប្រាប់ទេអីបើបងធំមិនបាននិយាយទេខ្ញុំរត់តែមិនអាចនិយាយទៀតបើមិនអញ្ចឹងទេបងធំបន្ទោសខ្ញុំឲ្យខ្ញុំផឹកស្រាក្នុងអតិនទៀតការពិតប្តីរបស់នាងគាត់គឺជាមនុស្សធម្មតាទេចាស់មិនក៏ហៅគាត់ថាជាលោកបងធំតាំងពីដើមម្លឹងខ្ញុំចូលចិត្តហៅគាត់លេខបែបនេះហើយប្តីរបស់នាងគាត់មានស្មារតីមានការគិតខ្ញុំចំពោះគាត់មានការគោរពដូច្នេះក៏សំពះសុំគាត់ជាបងធំអ្នកនាងឈិញពួកយើងមានការខ្ញុំលាសិនហើយ នាយកឈិញខ្ញុំថាមានសមត្ថភាពអីទៅ ខ្ញុំស្មានថាយាយអ៊ីងគេមានឋានៈអីការពិតគឺចេះរាំ លោកម្ចាស់យើងបានសើពីប្រវត្តិគេរួចហើយឆោមនិយាយទៅប្រវត្តិគេយ៉ាងម៉េចថាម៉េចមានអីអត់ចាប់ផលនឹងពុតជាប្រហឺតមែនតែសុំទៀតនេះយើងស្មានថាគេខ្ពស់អីទៅ ពេលនេះគិតយ៉ាងម៉េចទៅ មានអីសួរទៀតបញ្ញាប់ដល់គ្នាដេញអាអ្នកសុំទៀតនេះចេញទៅបញ្ចប់រឿងហើយលោកម្ចាស់ឈិញខ្ញុំហុងយ៉ុងមានការអីទៅ ហងយ៉ងច្រកទ្វារលោកម្ចាស់បានបង្ហាញមុខនៅក្នុងពិធីហើយ ថាម៉េចលោកមានបាក់មកដល់ហើយឲ្យចុះពេលនេះគាត់ គូសួរកុំសួរចាប់ផ្ដើមរៀបចំពិធីទៅមិនអញ្ចឹងចេះអត្តពលដល់មេបាក់អារម្មណ៍គាត់មិនសូវល្អឯងសួរចាំម្លេះ បាទហុងយ៉ុងយល់ លោកម្ចាស់ហុងខ្ញុំទៅដេញអ្នកសំទោសជាក្រៅសិន ជប់សិនត្បិតតែយើងមិនអាចជួបនឹងលោកមេបាក់តែលោកមេបាក់ជាមនុស្សមានមេត្តាណាស់បើសិនជាឲ្យគាត់ឃើញយើងធ្វើបាបទៅទុនខ្សោយនាំជាអត្តពលមិនល្អយល់ដល់មេបាក់កុំឲ្យពិបាកអីឲ្យអ្នកសុំទៀតនោះនៅមួយសន្ទុះសិនទៅ
មិនមេបាក់មក កុំមកលោកម្ចាស់ហុំផ្ដាំមកដល់ផ្ទាល់រឿងនេះយើងគ្រាន់តែប្រាប់ឯងដាច់ខាតកុំឲ្យលើកចេញទៅក្រៅអីសោះ ហើយទុកចិត្តចុះខ្ញុំបិទមាត់ចិត្តលោកមេបាក់មកនៅខាងក្នុងឯណោះ ថាម៉េច នាយកឈិញខ្ញុំស្ដាប់ឮដំណឹងមកថាលោកមេប៉ាំងចិត្តមកដល់ហើយ ថាម៉េចហ្នឹងអញច្បាស់ថាមេប៉ាក់ឡុងនៅទីនេះតាមមែនទេ មិនខុសទេឮចេញពីមាត់លោកម្ចាស់ហុង ល្អណាស់លោកម្ចាស់ឡុងមិនបានចូលជីវិតខ្ញុំបើសិនជារងឃើញគាត់ខ្ញុំនឹងអរគុណគាត់ ប៉ុន្តែអ្នកនាងឈិញមនុស្សដូចជាភ្នំដូចជាសមុទ្រតារកយ៉ាងម៉េចទៅ លើថាលោកម្ចាស់ឡុងមិនដូចជាអ្នកទឹកកម្រនឹងឃើញក្បាលកន្ទុយបើគាត់មិនចាំជប់មុខហើយរកយ៉ាងម៉េចក៏មិនឃើញដែរ ដឹងមេប៉ាក់ឡុងមិនជាអ្នកណាគេ ដឹងមែនទេ មែនហើយម៉ាមីប៉ាគឺជាមេប៉ាក់ឡុងមិន ម៉ាំងនេះមិនមែនកន្លែងក្មេងលេងដូចជានៅផ្ទះយើងទេណា ជីអ៊ីងលោកជាមនុស្សធំហើយលេងជាមួយកូននៅផ្ទះបានហើយមិនឲ្យកូនសម្ដែងធ្វើមេប៉ាក់ស្អីចេះនិយាយក៏ នេះសាយទៅខ្ញុំនឹងហើយជាមេបាក់លងមិននោះ នេះទៀតហើយមេប៉ាក់ឡុងមិនមែនទេគឺជាអ្នកមានគុណជួយជីវិតអូនបើញ៉ាំបាយស្រួលបួទេ គ្រូសាវងភៀកខាងជើងមកដល់ នាយកឈិញគឺវងhải thiênនឹងម្ចាស់គ្រួសារគេ ឈិញអ៊ីពីងលើកមុននៅកន្លែងក្បាច់គុណយើងបាននិយាយហើយខ្ញុំត្រូវតែសងសឹកនាងទីនេះដូចចិត្តហើយលោកតារបស់ខ្ញុំបានចេញមកវិញហើយចុះបីជាគ្រួសារលីសាន់ជីងមកក៏ដោយក៏ការពារនាងមិនបានដែរ វងhải thiênលោកចង់ធ្វើស្អីទីនេះជាពិធីជប់លៀងសម្រាប់ប៉ា នាងនិយាយមិនខុសនោះទេគឺសំណាក់បាក់នៅក្រោមមេឃឡុងមិននៅក្នុងពិធីយើងមិនប្រាំកម្លាំងទេប៉ុន្តែជាពិបាកយើងនឹងឲ្យពួកឯងស្លាប់គ្មានសាកសព លើថាបងសូននឹងបាត់ទ្វារនៅសំណាក់7ឆ្នាំហើយមេតបលងមិននឹងក៏បាត់មុខ ក្រែងថាលោកមេប៉ាក់ឡុងមិននៅក្នុងពិធីមែនទេឬមួយក៏ចង់ថាលោកវងសុងជាមេប៉ាក់ឡុងមិន លោកតាមិនក៏គេនិយាយតែពីលោកតាអញ្ចឹង លោកតាឬមួយលោកតាជាមេប៉ាក់ឡុងមិនពិតមែនយើងមានសមត្ថភាពអីឲ្យធ្វើជាមេប៉ាក់ឡុងមិននោះពេលនេះយើងទទួលស្គាល់សិនទៅទទួលស្គាល់ឡើងលើវេទិកាសិនចុះឡុងមិនមិនអីទេទាំងអស់គ្នាសុទ្ធតែជាអ្នកហាត់វិជ្ជាគុណ លោកតាបាននិយាយបែបនេះលោកតាជាមេប៉ាក់ឡុងមិនហើយ ហេលោកតាចាំបាច់លាក់ពួកខ្ញុំធ្វើអីប្រាប់ពួកឯងទៅចុះលោកតារបស់ខ្ញុំជាមេប៉ាក់ឡុងមិនអាចង្រៃពីអ្នកនេះណៅចុះលើថាមេប៉ាក់ឡុងមិនបាត់ខ្លួន7ឆ្នាំហើយតំណែងកៅអីមេប៉ាក់ប្រហែលជាគេមិនមកទេ នាយកឈិញពួកគេប្រហែលជាមិនមែនមេប៉ាក់ឡុងមិនទេ នេះឆ្នាំមុនដែលមនុស្សម្នាក់ជួយជីវិតខ្ញុំប្រហែលមិនមែនមនុស្សម្នាក់នេះទេ អ្នកនាងឈិញ បែបហ្នឹង កុំទៅខ្វល់អីអ្នកនាងបើគេជាមេប៉ាក់ឡុងមិនមែនគ្រួសារយើងនឹងចាប់ជាមិនខានឈិញអីពីងពេលនេះដឹងខ្លាចហើយតាខ្ញុំជាមេប៉ាក់ឡុងមិនកុំថាគ្រួសារឈិញរបស់ពួកនាងទោះជាគ្រួសារលីសៀងជីមកដល់ក៏ត្រូវតែរលាកដូចខេ ឈិញអ៊ីពីងតារបស់ខ្ញុំគឺជាមេប៉ាក់ឡុងមិនទោះបីខ្ញុំនៅទីនេះចង់ចាត់ការអ្នកណាក៏បានដែរគ្មានអ្នកណាទប់ជាប់ទេទទួលក្បាច់ទៅច្បាប់គឺច្បាប់នេះគឺជាសំណាក់កុំប្រើកម្លាំងបើអ្នកលោកតាខ្ញុំយល់ហើយលោកតានិយាយត្រូវខ្ញុំធ្វើជាការរបស់លោកមេប៉ាក់ត្រូវចេះរៀបរឹកពីឈិញអ៊ីពីងចាំពេលដែលពួកយើងចេញក្រៅខ្ញុំនឹងកំទេចគ្រួសារនាង ខ្ញុំទេបានជាកូនស្រីរបស់មេប៉ាក់ឡុងមិនហ៊ានមកបន្លំខ្លួនធ្វើពុកខ្ញុំមិនខ្លាចចាំមកវែងទេអី យើងខ្លាចបន្លំធ្វើជាឪពុកឯងឪពុកឯងជាស្អីដែរទៅសមឲ្យយើងខ្លាចបន្លំដែរទេ នៅធ្វើពុតទៀតបើចង់ឯងស្បាត់ទៅបើឯងមិនមែនជាមេបាក់លងមិនទេគឺឯងគឺគ្មានកូនចៅបន្តពូជរទះបាញ់5ជំរាក ធំហ៊ានប្រមាថលោកតាយើងហើយ និយាយអីម្ចាស់ ពីវោហើយនាយកឈិញមិនមែនជាដៃគោចេញផឹងទេមកពីឯងហ្នឹងនិយាយតតែអ្នកនាងឈិញចេញមកការពារបើអ្នកនាងឈិញមានរឿងអីនោះខ្ញុំមិនលើកលែងឯងទេ ឈិញអ៊ីពីងនាងទើបតែហាត់បានពាក់កណ្ដាលទេចំណែកយើងហាត់ចេះតាំងពី3ឆ្នាំមុនមកម្លេះនាងគ្មានសិទ្ធិអីមកប្រកួតជាមួយយើងទេ ជាអ៊ីងជាប្តីរបស់យើងចង់ប៉ះគេតតែរំលងសាក់សពយើងសិន បងដៃស្រាលបន្តិចទៅកុំឲ្យគេស្លាប់អីព្រោះខ្ញុំនៅចង់ឲ្យអំណោះអត់បានកម្មម្នាក់នេះមើលខ្ញុំលេងជាមួយស្រីរបស់គេទុកចិត្តចោយើងបំផ្លាញវិជាគុណគេហើយដល់ពេលនោះឯងចង់ទាត់ឬមួយក៏បោះស្រេចតែលើឯងទេហឺយ៉ាអានេះសំទានគឺឯងហ៎ មនុស្សស្រីរបស់យើងហ៊ានធ្វើបាបផងមនុស្សដូចឯងនេះទុកជាស្អីទៅ យ
យាយអ៊ីងវាយឈ្នះចៅផឹងវៃ សំណាងណាកម្លាំងធាតខ្ញុំនៅយាយអ៊ីងមិនស្មានថាគេបានហាត់ឈានដល់ដំណាក់កាល យីអ៊ីងថ្ងៃនោះនៅកន្លែងសាងក្បាច់គុណឯងអ្នកណាខ្លួនឯង ឯងដឹងថាឯងដឹងពីសមត្ថភាពយើង ប្រហែលថ្ងៃមុនយើងខ្លាចឯងប៉ុន្តែថ្ងៃនេះលោកតារបស់យើងបានចេញមកហើយសម្រាប់ឯងដូចជាសម្រាប់សត្វចាំអញ្ចឹងមិនខុសទេគាត់ពេលនេះគឺជាមេបាក់លងមិនឯងហ៊ានវាយយើងលោកតារបស់យើងក៏មិនអត់អន់ឯងដែរលោកតាសូមលោកតាបញ្ចេញថ្មីដៃឲ្យអាចង្រៃនេះស្លាប់តែគ្មានដីកប់ទៅយីអ៊ីងមែនទេយើងមិនចង់ឲ្យប្រឡាក់បលាំងរបស់មេបាក់លងមិនទេពេលនេះឯងលុតទៅគង់ចំមកយើងនឹងទុកជីវិតឲ្យរស់ចេញទៅតាមទ្វារវិញបើមិនអញ្ចឹងទេយើងនឹងជូនដំណើរឯងទៅស្លាប់ហើយ អ្នកនាងឈីងបើគេមានឈ្មោះជាមួយប៉ាក់ហើយទោះជាកម្លាំងយាយអ៊ីងខ្លាំងប៉ុណ្ណាក៏ទប់មិនជាប់ដែរ យាយអ៊ីងបងសង្កេមិនអាចនឹងប្រឆាំងបាននោះទេពេលនេះនាំកូនចេញទៅ អូសម្លាញ់ពេលនេះបើបងចេញទៅបានមិននឹងអាចវាយអ្នកខ្លាញ់បន្លំបានទៅ ខ្លាចបន្លំនេះ ការសំពេចនេះបន្លំធ្វើយើងខ្លាញ់ខ្លួនធ្វើជាមេបាក់លងមិនគឺមិនខ្លាញ់ខ្លាយទេអី ឯងថាយើងជាមនុស្សខ្លាញ់អញ្ចឹងហ៎អញ្ចឹងយើងមិនគួរសមទេ សុខសត់លោកចាស់ហុង អ្នកដល់ថ្លឹមធំអុកលោកពិធីជុំនេះ គេលោកចាស់ហុងគឺអ្នកសំទាននេះហើយគេជាអ្នកប្រមាថលោកតាខ្ញុំមុន មកនិយាយប្រេះផ្ដាស់បានតែសម្ដីមិនអាចនិយាយប្រេះផ្ដាស់បានទេបើកុំទៅពួកឯងប្រមាណអ្នកក្អេកក្អាងជាអត្តពលដល់មងយើងញ៉ាំអីយើងមិនចង់វាយឯងដូចជាឆ្កែងាប់មួយក្បាលអញ្ចឹងទេ អញថាអ្នកណាជាឆ្កែងាប់ បានហើយលោកមេប៉ាបានមកដល់កន្លែងហើយបើនៅតែអុកលោកទៀតកុំបន្ទោសថាយើងនេះមិនទុកមុខឲ្យពួកឯងចាំសម្ដីយើងឲ្យបាន លោកម្ចាស់ហុងតាមពិតទៅលោកតាខ្ញុំគឺ លោកតាចាំមិនហើយក្រែងលោកតាជាមេបាក់លងមិនមែនទេតាប្រាប់អីហើយរឿងនេះត្រូវលាក់កាលណាខ្ញុំយល់ហើយអាអ្នកសំទៀនឯងចាំមើលទៅបញ្ជីមួយនេះយើងនឹងគិតជាមួយឯង សំណាងបានមេប៉ាក់ហុងមិនចឹងទេខ្ញុំនឹងនិយាយអីខ្លាចតែមិនមានរឿងល្អប៉ុន្តែកិច្ចបានតែមួយពេលកិច្ចមិនបានមួយជាតិទេគ្រួសារឈិញខ្លាចតែចាប់ទេ បានហើយកៅអីមេប៉ាបញ្ចេញភ្លើងកៅអីមេប៉ាបើកភ្លើងយ៉ាងនេះផងវាជាមេប៉ាអាចអុយកៅអីនេះបាន ពិតជាមានន័យមែនចិត្តបានជួបមេប៉ាក់ហើយបង្ហាញរូបរាង លោកតាកែមេបាក់នេះទេរៀបចំឲ្យលោកតាហើយខ្ញុំទៅអង្គុយទៅលោកតាមកទៅអង្គុយទៅ លោកតាបញ្ញាប់តាំងអង្គុយទៅអ្នកណាក៏ដឹងថាលោកជាមេប៉ាក់លងមិនគ្រួសារវងយើងជាគ្រួសារលេខ1នៅក្រុងបៃឈិន មែនហើយថ្ងៃក្រោយគ្រួសារវងមានអនាគតវែងឆ្ងាយព្រឹត្តិការណ៍ទៅចង់ចាំខ្ញុំគ្រាលោកតាទៅអង្គុយណាមកលោកតាចាំខ្ញុំគ្រាលោកតាទៅចាំបាត់អីទៅតែចូលចិត្តឋានៈធម្មតាទេមានអារម្មណ៍ថាស្រួលចិត្តជាងបើយើងឡើងទៅណាមិននឹងអាចលាក់បាំងបានយើងត្រូវការលាក់ការណាខ្ញុំយល់ហើយលោកតាព្រោះតែសំណាក់លងមិនបន្ទាបខ្លួនបែបនេះពិតជាគួរឲ្យកត់សរសើរខ្លាំងមែនតែមែនហើយលោកតា ប៉ាម៉ាក់វងសង្ជាមេប៉ាក់លងមិនកម្មវិធីនេះគឺចាប់រួចគេនឹងកំទេចគ្រួសារឈិញយើងហើយម៉ាក់ឆាប់នាំមនុស្សគ្រួសារឈិញចេញទៅក្រៅស្រុកទៅកាន់តែឆាប់កាន់តែល្អ អូនសម្លាញ់តាចាស់នឹងខ្លាយទេគ្មានអីគួរឲ្យខ្លាចនោះទេណាអូនមិនបានជាមិនជឿបងអញ្ចឹង បងយេអីបងល្មមទៅតាបានទេបងចង់ឃើញគ្រួសារខ្ញុំខ្ទេចខ្ទីអស់តើបងឈប់តាមែនទេបងថាវាំងសុងមិនមែនជាមេប៉ាក់អញ្ចឹងបងប្រាប់ខ្ញុំមកមេប៉ាក់លងមិនណៃណា នាយកឈីងវីបោហើយបាត់មឹងហើយ យេអីនេះយេអីក្រែងមឹងនៅក្បែរបងមែនទេគេណៃណា ណាមីវ៉ាទេណាទីនេះ មឹងមិនក៏កូនតាំងអង្គុយនៅទីនេះ នាយកឈីងតែអីមេប៉ាក់នេះតោះតែមេប៉ាក់ទៅអាចអង្គុយក្នុងចំណោមសាធារណៈបានមឹងមានកំហុសធ្ងន់ណា អ្នកណាឲ្យក្មេងនឹងថ្លើមធំមកអង្គុយកៅអីមេប៉ាក់លងមិនអញ្ចឹង បើហ៊ានអង្គុយកៅអីលោកមេប៉ាក់គ្រួសារគេច្បាស់ជាមានរឿងធំហើយ ឈិញអ៊ីពីពួកនាងខានធំខានណាកៅអីនេះក្រិចនេះសាកសមនឹងលោកតារបស់ខ្ញុំគ្រួសារឈិញនាងមានក្បាច់ប៉ុន្មានក៏កាត់មិនគ្រប់ មឹងឆាប់ចេញមក ម៉ាមីនេះជាកន្លែងប៉ាខ្ញុំអង្គុយខ្ញុំមិនចុះក្រោមអីទេ រហូតណាស់ជាងអីពីខ្ញុំគិតថានាងមានទេពកោសលទើបឲ្យនាងចូលមកនាងពេលនេះទៅរើសខូនអុកលុកក្នុងពិធីធ្វើឲ្យប្រឡាក់ក្អីអស់ហើយ លោកម្ចាស់ឲ្យខ្ញុំសុំទោសកូនស្រីខ្ញុំនៅក្មេងមិនដឹងរឿងអ្វីទេ នាងនិយាយបែបនេះមានប្រយោជន៍ស្អីទៅឆាប់សម្អាតកន្លែងនោះព្រាមទៅ យេអីឆាប់ឡើងទៅទៅសម្អាតកន្លែងមឹងចោះ ទៅ យេអីធ្វើអីហ្នឹង ឆាប់អង្គុយទៅ អើយឯងឆាប់ចុះមកភ្លាម
ម៉ងនិយាយមិនខុសទេកៅអីនេះដើមឡើយវាជារបស់ខ្ញុំបើគ្រួសារខ្ញុំអង្គុយនៅទីនេះតើវាយ៉ាងម៉េចទៅខុសផ្លាយស្អីធ្វើអួតពេកហើយគេហ៊ានបើហឺនកុយកៅអីលោកមេប៉ាមានបើហឺនបែបនេះចាំមើលគេមានក្បាលប្រមាណជាអ៊ីងបងគិតយ៉ាងម៉េចនឹងយើងមិនតាន់ប្រញាប់ស្លាប់មែនបានបង្ខំបែបនេះម៉ាមីស្ងប់អារម្មណ៍អង្គុយជាមួយម៉ាំងទៅម៉ាំងពេលមុនថ្ងៃណាក៏អង្គុយលើកៅអីនេះដែរលោកតាគេអង្គុយលើកៅអីលោកតាហើយនេះលោកតានៅអាចទ្រាំបានណាមិនឆាប់សម្រាប់ពួកគេទៅឈើឆាបបាត់ប្រយោជន៍អីទៅយើងបដៅអីយ៉ាងម៉េចមិនបាច់យើងចាត់ការទេមានមនុស្សចាត់ការហើយបើហឺនណាស់នៅដល់ណាទៀតមិនក៏មិនសម្រាប់គេទៅកុំឲ្យប្រឡាក់កៅអីយើងជិះអីពេញនាងថ្ងៃនេះចង់ប្រឆាំងជាមួយបងផងលោកម្ចាស់ហុងខ្ញុំគ្មានចេតនាប្រឆាំងនឹងមេប៉ាក់ឡុងមិនទេប៉ុន្តែគេជាលោកប្តីរបស់ខ្ញុំមានតែដើរផ្លូវជាមួយគ្នាខ្ញុំនឹងកំដរគេដែរដល់ទីបញ្ចប់បានលោកស្រីម្ចាស់បាក់ចិញ្ចៀនគឺមានមនុស្សអុកឡុកលើកៅអីមេប៉ាក់ហើយអូលោកម្ចាស់ឈិនឈៀនធ្លាប់ជួបមុខពុតប្រកបមេប៉ាក់យេអ៊ីងចាំមើលមុខអញពេលនោះធ្វើពុតយ៉ាងម៉េចទៀតអាអ្នកសំទៀនឆាប់ចេញពីកៅអីនោះភ្លាមទៅតារបស់យើងទេបានជាមេប៉ាក់ពិតប្រកបកៅអីនេះស័ក្តិសមនឹងគាត់ជួយជាងឯងសួរតារបស់ឯងទៅយើងហ៊ានឲ្យគេអង្គុយដែរទេតែយើងជាមេប៉ាក់ឡុងមិនហេតុអីគាត់មិនហ៊ានអង្គុយនោះមែនទេតាកៅអីនោះការពិតជាកន្លែងរបស់លោកតាទេទៅអង្គុយទៅលោកតាឲ្យពួកគេមើលទៅលោកតាអង្គុយទៅតែចាំមិនចាប់មេប៉ាក់ឡុងមិនទៅនេះចង់ឲ្យយើងទៅអង្គុយកៅអីនោះធ្វើអីទៅពួកឲ្យចោលយើងអាយុខ្លីមែនទេបាត់ហើយហើយកុំទៅជឿសម្ដីអ្នកសំទាននិយាយផ្ដេសផ្ដាស់ហើយទៅប្រកាន់គេនិយាយធ្វើអីទៅធម្មតាយើងប្រដៅអីរបៀបមិនភាពរបៀបរៀបរឹងមិនហើយលោកតាធ្លាប់ប្រដៅខ្ញុំពួកអញឃើញទេលោកតាយើងមានចិត្តទូលាយមិនប្រកាន់ជាមួយអញនោះទេទុកថាឯងសំណាងហើយមានចិត្តទូលាយហ៎តែយើងថាឯងមិនទាន់ថ្លៃអីដល់ថ្នាក់ហ្នឹងទេអេអញច្រមុះបើឯងនៅតែប្រហឹកដាក់យើងទៀតនោះយើងលែងគួរសមនឹងឯងហើយជីអ៊ីងបងកំប៉ះប៉ះគេអីគេជាមេប៉ាក់ឡុងមិនទោះបីជាយើងរួមដៃគ្នាក៏មិនមែនជាគូប្រជិតគេដែរពួកយើងឆាប់រត់ទៅតាកចាស់ឯងមិនគួរសមនោះឯងមកអង្គុយទៅបើឯងមិនហ៊ានច្បាស់ណាស់ឯងខ្លាចបន្លំនោះទេអត់ច្រមុះឯងប្រហឹកដល់ថ្នាក់នេះហើយយើងនឹងមកពេកបំណងឯងចុះតាក្បាលតំពេចង់វាយតាយើងផងឆ្លងកាត់យើងមុនសិនទេណែទុកចិត្តចុះគេមិនមែនជាគូប្រយុទ្ធរបស់កូនស្រីយើងទេជីអ៊ីងវងសំគេមានកំពូលស្នាដៃជាមេប៉ាមិននឹងអាចប្រយុទ្ធជាមួយគេកើតទេបើមិនជឿទេចាំតែមើលទៅនាងតូចខ្ញុំគិតថានាងជាក្មេងគេមិនហ៊ានស្លាប់ជាងនោះតាកចាស់យល់ថាឯងចាំហើយគិតថាយើងមិនហ៊ានមែនទេលោកតាវាយបានអអាអ្នកសំទាននេះមិនមែនយើងចេះតែថាទេបើគេមិនគេប្រពន្ធទេក៏គេក្រោយកូនដែរនេះឯងចំជាមនុស្សថោកទាបជាទីបំផុតជីអ៊ីងបងសំជាពួកគេទេបើឲ្យគេវាយគ្នាវងសំច្បាស់ជាវាយកូនយើងឲ្យរបួសហើយលោកបដេះទុកចិត្តចុះនៅមានលខោនក្រោយទៀតបានអញ្ចឹងបំបាច់ម្ដងចុះមកទេបំផុតបានយករបស់ចាញ់ហើយនេះសម្រាប់អ្នកហាត់វិជ្ជាគុណប្រើឧបករណ៍ដាក់ទម្ងន់នេះវឹកហាត់មានទម្ងន់ដល់ទៅ 1000 គីឡូណាអ្នកគុណដុំ1000 គីឡូបូកចូលគ្នាទៅគ្រប់ល្មម4000 គីឡូបានកម្លាំងមកពីណាទៅជីអ៊ីងបងឲ្យកូនស្រីពាក់ទម្ងន់រាប់ពាន់គីឡូបែបនេះមែនបើអញ្ចឹងគេមិននឹងអាចគ្រប់គ្រងជួបនឹងខ្ញុំទៅ4000នេះដូចជាអស់ចាស់ខ្លាំងណាស់សម្រាប់តែយកចេញមកបានពាក់យូរបែបនេះថ្ងៃនេះទុកថាស្រាខ្លួនបន្តិចតាក់ចាស់ចាំមើលអ្នកនាងតូចយើងនេះចាត់ការឲ្យយ៉ាងម៉េចថាម៉េចលោកតាក៏ចាស់គេដែរតាក៏ចាស់លោកចាញ់ហើយនេះត្រមក់នេះពាក់តែរាប់ពាន់គីឡូបាច់ជើក្បាច់គុណខ្លាំងហើយកំពូលក្បាច់គុណមិននឹងអាចទៅរួចទៅមិនអាចទេអ្នកសំទៀនមិននឹងអាចមានកូនស្រីប្រកែកបែបនេះមិនគេអាចយកឈ្នះលោកតាបាននោះយ៉ាងមិនដែរអូនសម្លាញ់បងថាហើយគេបាញ់មិនឈ្នះកូនយើងទេរាជកោតារាទាំង7រឿងមួយគេហាត់នៅក្នុងពោះម្ដាយគេទៅហើយតាកចាស់ក្រែងថាជាម្ចាស់មេប៉ាក់ឡុងមិនអីអាយ៉ាចាញ់កូនក្មេងអាយុ7ឆ្នាំទៅកើតដែរណោះនេះអីលោកតាមិនស្មានថាលោកតាចាញ់ក្រោមដៃក្មេងអាយុ7ឆ្នាំលោកតាកុំគិតថាគេជាក្មេងចេះតែជាស្រ័យឲ្យលោកតាចាញ់ក្រោមដៃក្មេងអាយុ7ឆ្នាំឲ្យយកមកទៅទុកនៅណាទៅមែនហើយមែនហើយបានចឹងបញ្ចេញឲ្យអស់សមត្ថភាពទៅអច្រមុខឯងពូកែធ្វើបាបគេណោះតាចាស់ខ្ញុំនៅតូចពិតមែនតែដឹងថាចាញ់ឬឈ្នះលោកពុកមាត់សោះហើយនៅចង់ឈ្នះអីទៀតអូហូនេះឡើយ
ពេលនេះយើងក៏នៅសល់ថ្នាំបំពេញកម្លាំងដែរចាំតែមើលទៅ ជាអីគេប្រើថ្នាំជាតិពលបិសាច រៀបបាត់ដៃទាំងរងល្អបាយបានល្អណាស់អាអ្នកសំទៀនយើងប្រាប់ឯងទៅចុះកូនស្រីឯងប្រកាសជាស្លាប់មិនខានយេអ៊ីងអ្នកបន្តទៀតគួរតែដល់វេនឯងហើយ ម៉ងកូនមិនអីទេ កូនមិនអីទេនៅវាយបាន ចឹងអង្គុយជាមួយម្ដាយឯងទៅនៅសល់ប្រហែលចុកឲ្យប៉ាចុះយើងប្រាប់ហើយនៅទីលានប្រយុទ្ធហ៊ានលេបថ្នាំដំឡើងកម្លាំងការពិតរឿងពីតាកញ្ចាស់នោះសោះការពិតមានគុណធម៌គ្មានសច្ចធម៌ទេអីធ្វើបាបក្មេងស្រីតូចម្នាក់ទុកថាក្រាន់បើស្អីទៅមកយើងលេងជាមួយឯងចុះ យេអ៊ីងកូនរបស់លោកចាញ់ហើយនេះដល់វេនរបស់លោកមែនទេចេញមកមក អ៊ីងស្មាងលើឯងចង់មកប្រឆាំងជាមួយតាយើងឯងដាស់ទឿនខ្លួនឯងទៅឯងចង់គេចក្រោយកូនស្រីឯងឬក៏ប្រពន្ធឯងទៅលើកនេះប្រយ័ត្នខ្មាស់គេទៅ បងកំចោលអីកូនស្រីបងកំពុងវិជាគុណប៉ុណ្ណឹងនៅវាយមិនឆ្នះគេផងម្យ៉ាងទៀតគេគឺជាមេបាក់ឡុងមិនពួកយើងប្រកួតមិនឆ្នះគេទេ បើមេប៉ាឡុងមិនមានមនុស្សដូចជាគេធ្វើជាមេប៉ានោះប៉ាឡុងមិនគឺមិនមែនជាប៉ាត្រឹមត្រូវក្រោមមេឃនោះទេ3ក្បាច់គួរតែគិតហើយ3ក្បាច់ តាមនេះថាម៉េច យើងឲ្យឯង3ក្បាច់កុំឲ្យគេថាយើងនឹងធ្វើបាបមនុស្សចាស់ ហើយចាំមកឯងរកស្រាប់ហើយក ណ្ដាប់ដៃក៏ក្រិចជើងវិញយឺតកម្លាំងអន់ណាស់អត់មែនទេ ឯងប្រាកម្លាំងអី អូនស្រឡាញ់បងឲ្យអូនឃើញច្បាស់ហើយតើអ្នកណាគេជាមេប៉ាឡុងមិនពិតប្រកបនោះ លោកតាណែ មេប៉ាស្នងតម្លៃពិតប្រកបជាមេប៉ាឡុងមិននាគទេពទាំង9ឯងមិនក៏ចេះក្បាច់លោកមេប៉ានាគក្រិចទាំង9ឬមួយឯងគឺជាមិនខុសទេចំទីមេប៉ាឡុងមិនថាម៉េច ឬមួយយេអ៊ីងជាមេប៉ាឡុងមិនមែន ឬមួយក៏មេបាក់ឡុងមិននៅក្បែរខ្លួនខ្ញុំរហូត តែប៉ុណ្ណឹងឯងច្បាស់ជាបន្លំហើយមេផាក់ឡុងមិនមិនក៏ខ្លាចជាអ្នកសំទាននោះមែនទេមិនខុសទេតាមយកមើលគ្រាន់តែវិជាគុណគេស្តីគ្នាជាមួយវិជាគុណរបស់លោកមេផាក់ឡុងមិនទេ ពួកឯងនិយាយត្រូវបើតាមក្បាច់គុណយើងមិនអាចសន្និបាតបានទេតែចិត្តលោកម្ចាស់ឈិនឈានមកដល់គឺលោកម្ចាស់ឈិនឈានគឺបានជួបមុខមេប៉ាពិតប្រាកដហើយ ឯងគាត់ថាឯងបន្លំខ្លួនធ្វើជាមេប៉ាអាចជំនួសលោកតាយើងប្រាប់ឯងទៅចុះលោកម្ចាស់ឈិនឈានចិត្តមកដល់ហើយចាំមើលឯងនិងប្រពន្ធឯងរតនាទៀត លោកតាសម្បីប៉ាខ្ញុំវាយមិនឈ្នះផងនៅនិយាយថាខ្លួនឯងមេប៉ាទៀតចាំជាល្ងើមែន យើងប្រាប់ឯងចុះតែយើងទើបតែចេញពីសមាធិមិនទាន់បានសម្របខ្លួនអាអ្នកសំទានម្នាក់នេះទោះបីឈ្នះក៏អត់ប្រយោជន៍ដែរ យេអ៊ីងឯងខ្លាចបន្លំខ្លួនធ្វើជាមេប៉ាឡុងមិនដឹងថាមានទោសទេកុំថាឡាយលោកសម្បីគ្រួសារឆេញទាំងអស់ក៏ត្រូវទទួលទោសដូចគ្នាគឺខ្ញុំស្មានថាឯងជាមេប៉ាឡុងមិនមែនតើ យេអ៊ីងខ្ញុំដឹងបងចង់ជួយគ្រួសារឆេងខ្លាចបន្លំធ្វើជាមេបាក់ឡុងមិនតែរឿងវាជាការពិតមិនមែនតែបងគ្រួសារឆេងក៏សឹក បើសិនយើងចាំមេប៉ាឡុងមិន លោកប្តីខ្ញុំប្តីរបស់ខ្ញុំគឺជាមេបាក់ឡុងមិននេះមានអីគួរឲ្យខ្ញុំជឿទេ លោកម្ចាស់ឈិនឈានមកដល់អូមេប៉ាលោកតាលោកម្ចាស់ឈិនឈានមកដល់ហើយពេលនេះច្បាស់ជាស្គាល់ថាលោកតាគឺជាមេប៉ាឈិនឈានជួបលោកតារបស់យើងហើយហេតុអីក៏មិនលុតជង្គង់ ឯងឲ្យយើងលុតជង្គង់នៅចំពោះមុខគេ ប្រកាសហើយតារបស់ខ្ញុំជាមេប៉ាឡុងមិនឆាប់លុតជង្គង់ភ្លាមទៅ គេនឹងស្អីដែរឯងហ៊ានមកបន្លំធ្វើជាមេប៉ារកស្លាប់មែនទេនេះឯង ចាំតាអញមិនអីទេ ឯងប្រាប់គេថាខ្លួនឯងនេះគឺជាមេប៉ាតើមែនទេ ហៅទេណាយើងមិនបានប្រាប់យើងថាជាមេប៉ាទេគឺឯងស្មានខ្លួនឯងទេណាពេលនេះធ្វើឲ្យប៉ះពាល់ដល់លោកម្ចាស់ឈិនឈានហើយយើងក៏ជួយឯងមិនបានដល់ហាមិនលោកថាមិនមែនជាមេប៉ាក៏មិនទេហេតុអីលោកថាធ្វើបាបខ្ញុំលោកថាមិនមែនជាមេប៉ាទេតែហេតុអីអាមនុស្សអត់បានកម្មម្នាក់នេះក្ររហាមសំទៀនពេលនេះមិនគេតាំងខ្លួនជាមេប៉ាទៅវិញគេខ្លាំងធំពីមិនត្រឹមតែអង្គុយក្អីមេប៉ាទេហើយហាមាត់ពេញមាត់ថាគេគឺជាមេប៉ាលោកម្ចាស់ឈិនឈានឲ្យខ្ញុំចេញមុខចាត់ការពីភ្លាមទៅ
ទៀតឯងមិនអីទេ លោកម្ចាស់មិនក៏ឲ្យខ្ញុំចឹងលោកម្ចាស់ ខ្ញុំឆេងឈៀនសូមគោរពលោកម្ចាស់ខ្ញុំឆេងឈៀនសូមគោរពលោកម្ចាស់ថាម៉េច គេជាមេប៉ាក់មែនណាមិនអាចទេពិតជាមិនអាចទេមិនអាចទេចាប់ហើយនៅចំពោះមុខមេប៉ាក់យើងខ្លាចបន្លំគ្រូសាយើងចាប់មិនខានទេគ្រូសាយើងចាប់មិនខានទេអើយ សេចក្ដីណាក្រោយឡើងទៅ អរគុណលោកមេប៉ាក់ ឯងដឹងទេប្រពន្ធយើងភ័យឡើងចង់យំទៅហើយធ្វើការអីមិនល្អថ្ងៃក្រោយបើអញ្ចឹងទៀតនោះយើងកាត់ប្រាក់ខែឯងហើយ អញ្ចឹងមេប៉ាក់ថ្ងៃក្រោយគ្មានរឿងបែបនេះទៀតទេថាម៉េចយីអ៊ីងជាមេប៉ាក់មែនហើយចុះខ្ញុំចំពោះគេពីមុនមក ការពិតជាមេប៉ាក់ឡុងមិនចាំមិនក៏មិនជឿគេអញ្ចឹង ម៉ាមីខ្ញុំប្រាប់ហើយតែម៉ាមីមិនជឿខ្ញុំទេលោកមេប៉ាក់ចុះពួកគេចាត់ចែងយ៉ាងម៉េច យល់ល្អឃុំនៅគុកក្រោមដីទៅ ចា អូមេប៉ាក់សូមអធិស្ឋានផងខ្ញុំសូមបងលើកលែងតួខ្ញុំទៅខ្ញុំសុខចិត្តខាត់បងទ្រព្យសម្បត្តិណោះអូយេអ៊ីងអត់ទេមេប៉ាក់ឡុងខ្ញុំខុសហើយលើកលែងតួខ្ញុំទៅណាគ្រប់យ៉ាងគឺមកពីគេមកពីពួកគេនឹងគេធ្វើបាបខ្ញុំលោកម្ចាស់លើកលែងតួខ្ញុំទៅណាគឺមកពីស្រីម្នាក់នេះខ្ញុំយកគេគ្រាន់តែជាការលិស័យទេលើកលែងតួខ្ញុំផងទៅណាលើកលែងតួខ្ញុំផងទៅលើកលែងតួផងទៅលើកលែងតួខ្ញុំទៅលើកលែងតួខ្ញុំទៅខ្ញុំផងទៅ លោកម្ចាស់មេប៉ាក់អញ្ចឹងកម្មវិធីនោះ ស្រាប់ប៉ុណ្ណឹងចុះយើងនាំប្តីប្រពន្ធយើងហើយនឹងកូនយើងទៅរកហូបបាយវិញ ទទួលបញ្ជា តោះទៅអូនសំឡាញ់ហុយនៅគិតដល់ណាទៀតទៅផ្ទះវិញឆាប់ឡើងតោះ យីអ៊ីងអត់ទេមេប៉ាក់ខ្ញុំពិតជាស្មានមិនដល់ថាលោកមានឋានៈខ្ពង់ខ្ពស់បែបនេះម៉ាក់ល្ងងមែនតែនប្រាប់ហើយនៅតែមិនជឿ មនុស្សធំនិយាយគ្នាគ្មានចេះលុកមាត់អីទៅ លោកខាអូនាំកូនស្រីខ្ញុំទៅលេងមកខាងសិនទៅខ្ញុំមានពាក្យខ្លះចង់និយាយជាមួយនឹងប្តីខ្ញុំ ចា អូនសំឡាញ់អូនមិនក៏ចេះយកជាការម្ល៉េះ លោកមេប៉ាក់អរគុណលោកណាស់ពេលនោះលោកបានជួយជីវិតខ្ញុំនេះក៏តាមព្រះច័ន្ទដែលលោកប្រកល់ឲ្យខ្ញុំពេលនេះខ្ញុំប្រកល់ឲ្យលោកវិញ អូនសំឡាញ់ជាប្តីប្រពន្ធនឹងគ្នាគឺទំនៀមទម្លាប់ឲ្យច្រើនម្ល៉េះ ចាមេប៉ាក់អ្នកមានគុណជួយជីវិតគឺអ្នកមានគុណជួយជីវិតមិនអាចល្មើសបាននោះទេ ការប៉ុន្តែខ្ញុំអារម្មណ៍ត្រូវហើយអេពេញបើសិនជាគេដឹងឋានៈរបស់ខ្ញុំនោះគេធ្វើខ្លួននៅឆ្ងាយពីខ្ញុំទៅហើយឬមួយខ្ញុំគួរតែលាក់បាំងតទៅទៀត ក្រាន់បានណាស់តាកាចាស់ហេតុបន្លំខ្លួនធ្វើជាអ្នកសុំទានបោកប្រាស់ខ្ញុំផងហើយលេខបង្វិលក្បាលខ្ញុំសប្បាយណាស់តាមែនទេហា អត់ទេអូនសំឡាញ់មិនអូនគឺទៅលុតជង្គង់គោរពបងជាមេប៉ាក់តើ អត់បាញ់មិញគឺគុណបំណាច់ពេលនេះបានប្រកល់ឲ្យហើយពេលនេះខ្ញុំជាប្រពន្ធបងតែត្រឡប់ទៅផ្ទះចាំខ្ញុំគិតបញ្ជាជាមួយបង យណែ ហើយយ៉ាតាកាចាស់ញាប់ដៃញាប់ជើងឡើងនៅយឺតនឹងហើយតិចទៀតមេ ហើយអូគេបាច់ជាមេប៉ាក់ឡុងមិនគ្រូសាយើងច្បាស់ជាខ្ទេចមិនខានទេឆាប់ឡើងលឺឡើងទៅលឺឡើងកូនស្រីកូនមកវិញធ្វើអីកូនដឹងថាមេប៉ាក់ឡុងមិនគេមកលឹងហើយ ឆាប់ឡើងចេញពីក្រុងនេះជាមួយម៉ាក់ទៅមក ម៉ាក់ពួកយើងមិនបាច់ទៅនោះទេមេប៉ាក់ឡុងមិនធ្វើអីពួកយើងទេ ថាម៉េច មេប៉ាក់ឡុងមិនមែនជាអ្នកផ្សេងទេគឺជាយេអ៊ីង ថាម៉េចគេជាមេប៉ាក់ឡុងមិនណា ណែពួកយើងមិនតន់ល្ងីនឹងដល់ថ្នាក់វិវ័ននោះទេយេអ៊ីនេះមិនយ៉ាងអាចជាមេប៉ាក់ឡុងមិនដល់ខ្ពង់ខ្ពស់ម្នាក់នោះទៅអត់ឯងសាច់អី បងស្រីទី1ទី2ទី3ទី4អ្នកមីងទី1មកទីនេះធ្វើអីទៅមិនក៏មិនរត់ អីទៅទូទាំងក្រុងពេលនេះអ្នកណាមិនដឹងថាគ្រួសារឈិញបានមានគោលប្រសាសន៍ជាមេប៉ាក់ឡុងមិននោះ កូនប្រសាជាមេ មើលចុះធ្វើដូចជាមិនដឹងកម្មវិធីជួបជុំនៅប៉ាក់ឡុងមិនពួកយើងដឹងហើយកូនប្រសាររបស់ឯងជាអ៊ីងគឺជាមេប៉ាក់ឡុងមិនពេលនេះគ្រួសារឈិញយើងមានមុខមាត់ហើយដឹងដែរទេ ថាម៉េចយីអ៊ីងជាមេឡុងមិន នេះទីកូនទៅយកទៅបាយម៉ាក់ថ្ងៃនេះខ្ញុំនឹងកេងជាមួយអ្នកទាំងពីរ ម៉ងក្រែរបស់ម៉ាក់ឯងគេបានពីអ្នកទេគេ3នាក់ទេ ម៉ងអញ្ចឹងយប់នេះម៉ាក់កេងជាមួយនឹងកូនណាឲ្យប៉ាកូនគេតែកេងបន្ទប់ទទួលភ្ញៀវល្អណាស់ម៉ងកូនតែកេងសិនទេនេះសៃគឺជារឿងអស្ចារ្យមែនបើថ្ងៃនោះបងមិនមកចូលរួមក្នុងកម្មវិធីខ្ញុំខ្លាចថាយើងមិនបានជួបគ្នាទេ និយាយទៅអរគុណម៉ងណាពេលនោះមកពីគេអូបងឡើងលើសៃវៀន និយាយពីរឿងនេះខ្ញុំចង់ដឹងពីប្រវត្តិរបស់ប្រពន្ធបងមុនបន្តិចបងជាមេប៉ាក់ឡុងមិនមួយទាំងមូលប្រពន្ធរបស់បងពីមុនប្រហែលជាអស្ចារ្យណាស់ មកនិយាយពីប្រពន្ធបងមុនគេអស្ចារ្យវិជាគុណក៏ខ្ពស់
ហើយជាមនុស្សស្លូតបូនចរិតវិញពិសេសនិយាយពីចំណុចល្អរបស់នាងបើយប់មួយថ្ងៃមិនអស់នោះទេគឺល្អមែនតើអូយណែក្តិចបងធ្វើស្អីទៅ គ្មានអីទេគ្រាន់តែគិតបើប្រពន្ធមុនបងអស់ចាំម្លឹងបងមកនៅជាមួយនឹងខ្ញុំច្បាស់ជាមានគំនាបហើយ និយាយតាមត្រង់បងពីដើមមកគឺមិនដែលមានប្រពន្ធទេ អេចាម៉ាំង គេគ្មានឪពុកហើយក៏គ្មានម្ដាយ ម៉ាំងជាក្មេងកំព្រាអ្នកណាថាម៉ាំងជាក្មេងកំព្រាខ្ញុំគឺជាម្ដាយគេកូនស្រីមកនេះមករកម៉ាក់មកកូនម៉ាក់